ចាថ្ងៃនេះដែរខ្ញុំមកចែកម្លែកពីរបៀបបដូរភាសាក្នុង YouTube អញ្ចឹងមានបងប្អូនណាដែលអត់ទាន់ចេះចូលមករៀនជាមួយខ្ញុំបានពីដំបូងបងប្អូនត្រូវមាន YouTube សិនចាអានេះដោយសារ YouTube ខ្ញុំមានស្រាប់អញ្ចឹងបងប្អូនចុចចូលកន្លែង YouTube ហ្នឹងមកចាំតិចមកហើយបន្ទាប់មកយើងចូលកន្លែង profile យើងនេះអាពាក្យគេដាក់ view ហ្នឹងណាចាអញ្ចឹងយើងចុចចូលមកហើយបន្ទាប់មកទៀតយើងមើលមកខាងលើនេះវាមានសញ្ញាកងចក្រឬក៏គេហៅថាខ្ចៅអញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកហើយបន្ទាប់មកទៀតយើងចូលកន្លែងខ្ចៅនឹងដែរហើយបន្ទាប់មកយើងអូសមកមានពាក្យនេះគេដាក់ English នេះអញ្ចឹងយើងចូលកន្លែងហ្នឹងមកចាបន្ទាប់មកវាមាន load ជាភាសាឲ្យយើងជ្រើសរើសអីចឹងណាអញ្ចឹងវាមានច្រើនភាសាដែលឲ្យបងប្អូនរើសយកមួយអញ្ចឹងទៅឬក៏ពីរក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំជ្រើសយកភាសាខ្មែរចាអញ្ចឹងខ្ញុំចុចយកភាសាខ្មែរហើយយើងចូលកន្លែងនេះមកកន្លែង change ហ្នឹងចានេះវាចេញជាអក្សរខ្មែរអញ្ចឹងវាងាយស្រួលយើងក្នុងការមើលពេលខ្លះដែលយើងអត់ចេះភាសាអង់គ្លេសអញ្ចឹងយើងបដូរជាភាសាខ្មែរមកវាស្រួលអញ្ចឹងនេះវាមានភាសាកូរ៉េភាសាស្អីអញ្ចឹងទៅចិនមានចិនតៃវ៉ាន់ចិនហុងកុងអីអញ្ចឹងណាជប៉ុនអីអញ្ចឹងទៅចាអញ្ចឹងយើងដូរតែប៉ុណ្្នឹងឯងជាការស្រេចអញ្ចឹងបងប្អូនអាចសាកល្បងធ្វើទាំងអស់គ្នាណាចាថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន